spring season ណាសម្បីតែផ្កាក៏រីកនៅលើ pizza ដែរអ្នកទាំងអស់គ្នាស្អាតខ្លាំងមែនទែនហាង pizza មួយហ្នឹងរសជាតិក៏អែម the best ទៀតហើយខ្ញុំក៏មកជាមួយនឹង spaghetti ដុតជាមួយនឹង cheese ពីលើគេដាក់ cheese ឡើងក្រាស់ហ្មងដល់ពេលយើងហូត spaghetti មកវាទាញមក cheese បែបថ្លាយអីចឹងណាយើងញ៉ាំហើយនេះខ្ញុំក៏មកជាមួយនឹង pizza size L មួយទៀតធំហ្មងណាហើយរសជាតិតលងគឺដិតមកគឺឆ្ងាញ់ហើយឈ្ងុយហ្មងហើយប្រភេទ pizza ហ្នឹងគេធ្វើពីម្សៅ organic ឯអ្នកនរគ្នាគេមាន ingredient ប្រាប់យើងធ្វើអីទៀតអញ្ចឹងណាគឺច្រើនខ្លាំងមែនតើហើយខ្ញុំញ៉ាំ spaghetti ហ្នឹងរសជាតិឆ្ងាញ់ខ្លាំងមែនតើប៉ុន្តែរឿងជូរពេញប៉ោះបន្តិចប៉ុន្តែរសជាតិអែមហើយជាមួយនឹង pizza នេះមកក្តៅហុយហ្មងចាំតែ5 10ទៅ20នាទីក៏បានហើយវាមកក្តៅពេលយើងទាញមកវាល្បេះល្បូតពេញនឹងតែធ្លាក់ប៉ុន្តែរសជាតិគឺឆ្ងាញ់ the best ហ្មងមើលមកអ្នកញ៉ាំក៏មើលទៅដូចអត់សូវឆ្ងាញ់ទេប៉ុន្តែបើរសជាតិគឺឆ្ងាញ់ដោយសារអ្នកញ៉ាំមិនសូវដែរថតវីដេអូញ៉ាំអីទេយើងបានតែញ៉ាំធម្មតាអរគុណបាយ